ប៉ុន្តែដោយសារតែពេលនោះមិនទាន់មានរឿងអ្វីដែលមិនល្អកើតឡើងនាងក៏មិនសូវបានយកចិត្តទុកដាក់ប៉ុន្មានទេនាងនឹកឃើញបន្តិចបន្តួចនៅពេលធ្វើបុណ្យថ្មីរបស់ក្រុមដែលនាងបានសង្កេតឃើញថាមានធូបទៀននិងគ្រឿងបង្គំលើសចំនួនមួយឈុតជានិច្ចហើយគ្មាននរណាម្នាក់ប៉ះពាល់វាដោយសារតែជាមនុស្សនិងមានចំណេះដឹងខ្លះអំពីកណេបានធ្វើឲ្យគ្រូនួនអញ្ជើញអ្នកនាងហ្វាឲ្យចូលមកជួយថែទាំរឿងហិរញ្ញវត្ថុហើយបន្ទាប់មកក៏ទុកចិត្តរហូតដល់អនុញ្ញាតឲ្យនាងជួយពិនិត្យឲ្យកណេឲ្យបានដែលធ្វើឲ្យអ្នកនាងហ្វាឃើញរឿងចម្លែកមួយទៀតគឺគ្រប់ពេលតែមានការជួលឲ្យទៅរំបួងសួងគ្រូនួននឹងគិតថានាងរំមានចំនួន6នាក់ជានិច្ចទោះបីជាក្នុងក្រុមមានតែនាងរំ5នាក់ប៉ុណ្ណោះប៉ុន្តែប្រាក់របស់នាងទី6មិនដែលត្រូវបានយកមកប្រើប្រាស់